ចាសួស្តីបងអូនទាំងអស់គ្នាចាបងអូននេះគឺជាមុខម្ហូបចាខ្មែរយើងហើយបានដាក់ម្ទេសដាក់អីចេះមកនិយាយថាឆ្ងាញ់អើយឆ្ងាញ់មុខម្ហូបនេះបងអូនទ្រាំតាបា ចា នធ្វើមួយឆ្នាំងនេះគ្រឿងច្រើនណាបងអូនអើយបាទឥឡូវយើងមានត្រីមានសាច់ជ្រូកអញ្ចឹងណាហើយមានប្រហុកហើយយើងមានខ្ទឹមចិញ្ច្រាំវាហើយសាច់ជ្រូកនិងត្រីហ្នឹងយើងគិតវាកង់ណាបងអូនហើយនេះគឺជាអង្ករលីងចាពីកញ្ចប់ហើយនេះគឺជាគ្រឿងដែលយើងទិញនៅផ្សារបុកស្រាប់ហើយនេះគឺជាផ្លែត្នោតបងអូនផ្លែត្នោតខ្មែររបស់យើងគឺមានរសជាតិចាផ្អែមឆ្ងាញ់ចាបងអូនអញ្ចឹងសម្លប្រហើរត្នោតឬក៏គោត្នោតបងអូនចាចិត្តបែបនេះមកបងអូននេះចិត្តត្នោតគឺយើងចិត្តជាចំណិតតូចជ្រៀកវាបែបនេះណាចាអញ្ចឹងយើងស្លកកូរត្នោតហើយនឹងប្រហើរត្នោតគឺរបៀបចិត្តគឺដូចគ្នាទាំងអស់អញ្ចឹងណាបងអូនចាហើយយើងចិត្តវាបន្ទាប់មកអានេះគឺជាស្លឹកបាសចាស្លឹកបាសលាយនឹងជាមួយនឹងស្លឹកត្រនងចាបន្ទាប់មកគឺយើងដាក់ឆ្នាំងចាឲ្យក្តៅមកហើយយើងដាក់ខ្លាញ់ចូលចាគេហៅស្លឹកអន្ត្រង់កាត់តិចបងអូនហើយចាបន្ទាប់មកគឺយើងចាក់ប្រហុកវាចូលចាក់ប្រហុកចូលហើយយើងកូរវាឲ្យសព្វបងអូនចាកូរឲ្យសព្វចឹងទៅដើម្បីឲ្យវាចូលជាតិហើយបន្ទាប់មកគឺយើងយកគ្រឿងចាយើងមកចាក់វាមកចាគ្រឿងនេះគឺយើងចាក់វាទាំងអស់ហ្នឹងមកយើងទៅសាយើងទិញគេតែ500បងអូនចាក់ទាំងអស់ហ្នឹងមកវាឈ្ងុយណាបងអូនចង់បានពណ៌ដិតតយករៀងក្រហមជាងហ្នឹងចាបន្ទាប់ពីចាក់គ្រឿងហើយបងអូនចាក់ទឹកត្រីចាចាក់ទឹកស៊ីអ៊ីវតិចទៅដើម្បីបន្ថែមរសជាតិគ្រឿងរបស់យើងកាន់តែឆ្ងាញ់ហើយយើងចាក់ប៊ីចេងចាឬក៏ស្ករចូលទៅដើម្បីឲ្យគ្រឿងរបស់យើងបានចូលជាតិនៅពេលដែលយើងដាក់សាច់ចូលទៅគឺវាមានជាតិជាមួយនឹងសាច់ចាសាច់ជ្រូករបស់យើងតែម្ដងណាចាបន្ទាប់មកគឺកូរវាបងកូរវាឲ្យសព្វដើម្បីឲ្យចាសាច់ទាំងអស់ហ្នឹងគឺបានឆ្អិនល្អចូលគ្រឿងសព្វល្អអញ្ចឹងទៅពេលយើងញ៉ាំវាអត់សូវទន់ខឹងទេដល់ហើយយើងចាក់ស្ករចូលចាក់ទឹកចូលបន្ថែមអញ្ចឹងណារំងាស់ចាសាច់ជ្រូកហ្នឹងឲ្យផុយបងអូនយើងរំងាស់វាឲ្យផុយហើយបើសិនជាបងអូនចង់បានរសជាតិបែបណាអីចាដាក់តាមរសជាតិហ្នឹងទៅចាបន្ទាប់មកយើងបិទក្រោបក្រោយពីវាពុះយើងចាក់ត្រីចូលព្រោះត្រីយើងចាក់ក្រោយគេកុំឲ្យវាបែកសាច់ត្រីហើយយើងយកវែកឆាមកកូរវាមកណាយើងប្រើវែកឆាកូរវាហ្នឹងទៅវាអត់ធ្វើឲ្យត្រីហ្នឹងបែកសាច់ទេហើយកុំកូរញឹកញាប់ពេកកូរតាពី3ត្រឡប់ឲ្យត្រីហ្នឹងវាចូលសព្វមួយគ្រឿងទៅនៅពេលដែលយើងកំពុងកូរហ្នឹងគឺវាសាច់វារឹងណាសាច់ត្រីវាឡើងរឹងតែនៅពេលដែលវាសព្វជាមួយនឹងទឹកក្តៅចានៅក្នុងឆ្នាំងហ្នឹងវានឹងធ្វើឲ្យត្រីរបស់យើងចាប់ផ្ដើមសាច់ផុយអញ្ចឹងណាចាចំអិនវាបែបហ្នឹងហើយយកត្នោតដែលយើងឈូសកោសវាហើយហ្នឹងចិត្តចនិតហើយហ្នឹងយកមកចាក់រំងាស់វាឲ្យទាល់តែត្នោតហ្នឹងចាឆ្អិនល្អបងអូនព្រោះត្នោតហ្នឹងពេលដែលយើងស្លតតែយើងរំងាស់ឲ្យវារៀងយូរតិចដោយសារតែត្នោតហ្នឹងវាមានជាតិល្វីងណាជាតិល្វីងបន្តិចប៉ុន្តែនៅពេលដែលយើងរំងាស់វាបានរៀងយូរទៅវាអត់សូវល្វីងទេចាមុនដំបូងខ្ញុំភ្លក់វាក្រោយពីវាពុះហើយខ្ញុំភ្លក់យកតាមរសជាតិដែលយើងចង់ហូបចាវាមានរសជាតិរៀងល្វីងបន្តិចតែនៅពេលដែលយើងរំងាស់វាយូរទៅចាវាកាត់បន្ថយអាល្វីងហ្នឹងមកល្មមយើងអាចញ៉ាំបានអញ្ចឹងណាចាក្រោយមកវាពុះហើយបងអូននេះចាដាក់គ្រឿងក្រៅតាមបងអូនចូលចិត្តញ៉ាំទៅ
ហើយកុំកូរវាពេកណាខ្ញុំគ្រាន់តែទាញវែកមកអត់ហ៊ានកូរដល់បាតទេខ្លាចវាបែកត្រីតែបែកត្រីវាសាច់នឹងបន្លែហ្នឹងវាចូលគ្នាបាត់ត្រីយើងអស់អត់មានឃើញត្រីទេអញ្ចឹងយើងគ្រាន់តែយកវែកចាកូរវាតិចទៅហើយទុកឲ្យវានៅពុះនឹងរហូតចាតតែសាច់ត្នោតរបស់យើងទន់ល្អហើយកុំឲ្យវានៅរឹងល្វិញណាចឹងយើងរងាស់មើលនៅពេលដែលវាទន់ល្មមចាឈប់ល្វិញហើយយើងចាប់ផ្ដើមចាចាក់អង្ករលីងនេះចូលអានេះគេហៅសម្លកកូរត្នោតទៅបងអូនចាមានពីបុរាណមកហើយខ្ញុំភ្លក់ខ្ញុំដួសដាក់លព្រាមមកភ្លក់ចាកុំភ្លក់ភ្លាមអាចនឹងលលាកមាត់ទៅបងអូនខ្ញុំថ្ងៃហ្នឹងភ្លេចខ្លួនដែរគាត់ដួស2ឆ្នាំងមកដាក់លព្រាមកមានណាយកទៅមកភ្លក់លាកមាត់ចឹងបងអូនត្រូវប្រយ័ត្នតិចព្រោះយើងធ្វើម្ហូបអាស្រ័យអណ្ដាតអីហ្នឹងវាអាស្រ័យទៅលើការភ្លក់មុខម្ហូបហ្នឹងឯងតែយើងប្រហែលធ្វើឲ្យអណ្ដាតយើងងោងពងចាឬក៏អណ្ដាតយើងអាលៀកអីចឹងណាជាមួយទឹកស្លហ្នឹងវាធ្វើឲ្យយើងពិបាកដឹងរសជាតិណាចឹងក្រោយមកចាទុកវាមកសតុះហ្នឹងទៅប៉ុន្តែបងអូនត្រូវកូរចាកូរអង្ករលីងដែលយើងចាក់មុនហ្នឹងត្រូវកូរវានៅបាតខាងក្រោមយកវាឆាកូរកុំឲ្យវាខ្លោចអង្ករលីងហ្នឹងតោះមកយើងចាក់ល្បាសចូលជាមួយនឹងគេហៅស្លឹកអន្ត្រងចូលចាហើយបន្ទាប់ពីយើងចាក់វាចូលហើយបងអូនថនយកវែកដួសទឹកក្តៅនៅក្នុងហ្នឹងសគាត់វាទៅចាវានឹងបន្លែហ្នឹងវាធ្វើឲ្យទន់ហើយអញ្ចឹងបងអូនទុកឲ្យវាយ៉ាងពុះតិចយើងចាប់ផ្ដើមបិទហ្គាសតែម្ដងអញ្ចឹងម្សានជាទៅតាមរសជាតិដែលយើងភ្លក់វាត្រូវមាត់ហើយចាបងអូនបិទហ្គាសទៅយើងថែមថយគ្រឿងតាមចំណង់ចំណូលចិត្តចារៀងខ្លួនអញ្ចឹងណាបងអូនយើងអាចថាអ្នកនេះចង់ញ៉ាំចេះឬអ្នកនេះចង់ញ៉ាំចោះហេអញ្ចឹងបងអូនចូលចិត្តញ៉ាំរបៀបម៉េចបងអូនធ្វើតាមហ្នឹងទៅចាឃើញទេខ្ញុំបិទគេហើយខ្ញុំចាប់ដើមកូរត្រឡប់អាបាតខាងក្រោមហ្នឹងកុំឲ្យវាខាប់ពេកចាខ្ញុំចាប់ដើមភ្លក់សាច់ត្រីបងអូនសាច់ត្រីនិយាយថាស្លមួយត្នោតមួយអីចឹងទៅវាចូលជាតិគ្នាឆ្ងាញ់មែនទែនហើយសាច់ត្រីយើងទិញអាថ្មីស្រស់ឬក៏យើងស្ទូចបានអីភ្លាមយើងយកចាមកធ្វើម្ហូបឆ្ងាញ់ណាហើយបើសិនជាការធ្វើម្ហូបរបស់ខ្ញុំរៀបរាប់ទៅមានការខុសឆ្គងកន្លែងណាអីចាសូមខន្តីអភ័យទោសបងអូនទាំងអស់គ្នាផងព្រោះអីខ្ញុំអត់សូវស្គាល់អាស្លឹកអីគេស្លឹកគេហៅស្លឹកអន្ត្រងហ្នឹងឯងតតែសួរម៉ាក់តាមិនម៉ាក់ប្រាប់ហើយអាស្លឹកហ្នឹងតតែទិញនៅសាយដើររោមិនងាយមានទៀតណានៅសាចាតើមកយើងដួសដាក់ចានណាបងអូនដួសដាក់ចានមកនេះចាគាត់ថាស្លប្រហើស្លកកូរអីមានតែក្បាលត្រីឯងដែលឆ្ងាញ់ជាងគេស្លម្ជូរគ្រឿងអីបងអូនក្បាលត្រីនេះអត់ឲ្យរួចខ្លួនទេគឺដួសទុកញ៉ាំខ្លួនឯងតែម្ដងចាហើយនេះដួសមកយកមកដាក់ពងត្រីពីលើប៉បតែម្ដងបងអូនដឹងអត់ពងត្រីក្បាលត្រីសិតតែជាទូខ្លួនមួយដ៏ឆ្ងាញ់ចាហើយនឹងកដាខ្នងចាសាច់នៅកដាខ្នងក៏ឆ្ងាញ់ដែរវាសម្បូរសាច់ច្រើនវាអត់សូវមានឆ្អឹងណាចានេះឥឡូវខ្ញុំដួសសាច់មួយកង់នេះដាក់ឲ្យបងអូនមើលហើយខាងលោកចង់ស្លកកូរត្នោតអីហើយដាក់ម្ទេសដាក់អីមកឆ្ងាញ់ណាស់បងអូនអើយនិយាយពីថាញ៉ាំបានមិនបាច់ញ៉ាំបាយក៏បានដែរ2ចានគោបងអូនអើយអរគុណច្រើនសម្រាប់